សញ្ញាធំនៃជំងឺសិមន់ទី1គឺឡើងជាដុំពកកញ្ចុំនៃផ្កាខណានៅតំបន់សង្ងាត់របស់គាត់ឬក៏អ្នកដែលក៏រួមភេទតាមមាត់អាចមាននៅក្នុងមាត់ឬក៏នៅរន្ធគូតរបស់គាត់ក្នុងករណីរួមភេទតាមរន្ធគូតហើយចំពោះដុំសាច់សិមន់គឺវាមានសន្តានខុសៗគ្នាអាចដោះរាយប៉ាយអាចដោះជាកញ្ចុំអាចដោះដោយផ្កាខណាអាចដោះដោយឫសឬក៏ពេលខ្លះដោយកពឹសក្រួយជាដើមហើយបើសិនជាសង្កេតឃើញថាដុំសាច់នោះវាមានការវិវត្តលឿនចា2 សប្តាហ៍ទៅ4 សប្តាហ៍វាដោះកាន់តែច្រើនកាន់តែធំជាងមុនមានន័យថាយើងអាចប៉ះចំប្រភេទហ្វេម៉ុនកាចដែលវាអាចមានការរីករាលដាលឬក៏វិវត្តទៅជាមហារីកបានហើយក៏ហានិភ័យជាមួយនឹងគ្រោះថ្នាក់ខ្ពស់អញ្ចឹងបើសិនជាបងទាំងអស់គ្នាសង្កេតឃើញមានរោគសញ្ញាណាមួយសង្ស័យថាខ្លួនឯងកើតជំងឺហ្វេម៉ុនបងអាចធ្វើការប្រឹក្សាសុខភាពបានឬក៏អាចតាក់ទងតាមលេខ Telegram នៅគ្រូ069 316714ឬអាចដាក់លេខទូរស័ព្ទនៅខាងក្រោមវីដេអូនេះអ្នកគ្រូនឹងធ្វើការប្រឹក្សាសុខភាពជូនដាក់កាត់ថ្លៃ